បន្តមកដឹងពីតម្លៃប្រេងឥន្ធនៈលក់រាយប្រចាំថ្ងៃទាំងអស់គ្នាតើបងប្អូនមានដឹងទេថាការប្រើប្រាស់ប្រេងឥន្ធនៈរាល់ថ្ងៃរបស់បងប្អូនមានតម្លៃទាបខ្ពស់ឬក៏យ៉ាងណានៅព្រឹកថ្ងៃទី23ខែមិថុនាឆ្នាំ2026នេះក្រសួងពាណិជ្ជកម្មបានប្រកាសពីតម្លៃប្រេងឥន្ធនៈដែលត្រូវដាក់លក់រាយនៅក្នុងប្រទេសកម្ពុជារបស់យើងនៅថ្ងៃនេះក្រសួងក៏បានចេញសេចក្តីប្រកាសព័ត៌មានជាក់លាក់មួយស្តីអំពីតម្លៃប្រេងលក់រាយនៅក្នុងប្រទេសកម្ពុជារបស់យើងដែលនឹងដាក់ឲ្យអនុវត្តចាប់ពីម៉ោង1រសៀលនៅថ្ងៃទី23ខែមិថុនាឆ្នាំ2026ដើម្បីកុំឲ្យបងប្អូនមានការចាញ់បោកចំពោះអាជីវករឬក៏អ្នកលក់នៅតាមការ៉ាសាំងផ្សេងៗសូមបងប្អូនមកដឹងអំពីតម្លៃប្រេងឥន្ធនៈទាំងម៉ាស៊ុតនិងសាំងធម្មតានៅថ្ងៃនេះគឺតម្លៃម៉ាស៊ុត4250រៀលនិងតម្លៃសាំង4350រៀលហើយក្រសួងក៏បានអំពាវនាវដល់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ឲ្យអនុវត្តតាមសេចក្តីប្រកាសនេះឲ្យបានត្រឹមត្រូវជូនដល់ប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់ប្រេងឥន្ធនៈទាំងអស់ផងដែរប្រេងឥន្ធនៈបន្តចុះថ្លៃបន្តិចម្ដងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ដូច្នេះការប្រើប្រាស់គឺមានការកើនឡើងជាលំដាប់ដោយកាលពីមុនគឺតម្លៃប្រេងឡើងខ្ពស់ខ្លាំងធ្វើឲ្យមានការប្រើប្រាស់សន្សំសំចៃតែដល់ពេលឥឡូវនេះគឺថាមានការប្រែប្រួលតម្លៃមកធម្មតាវិញដូច្នេះសង្ឃឹមថាបងប្អូនសប្បាយចិត្តក៏ដូចជារីករាយក្នុងការប្រើប្រាស់នៅប្រេងឥន្ធនៈប្រកបដោយប្រសិទ្ធភាពសុវត្ថិភាពចំពោះខ្លួនឯង